ទូចត្រីថ្ងៃដំបូងបាទនេះត្រីចេញមកពូពងម៉ែពោប្រិយមិត្តកំពុងតាមដានជាមួយនឹងប្លុកថ្មីប្លុកថ្ងៃនេះខ្ញុំមក voice over តែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការទូចត្រីនៅកន្លែងទីតាំងថ្មីដែលខ្ញុំធ្លាប់មកលេងអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវនេះខាន់មកលេងយូរមែនតើហើយថ្ងៃនេះខ្ញុំមកម្នាក់ឯងទេហើយផ្លូវដែលខ្ញុំថតឲ្យពុកម៉ែបងប្អូនចាំខ្ញុំដាក់ឲ្យពុកម៉ែបងប្អូនទស្សនាទៅតាមផ្លូវហើយខ្ញុំមកផ្លូវណាអញ្ចឹងទៅអញ្ចឹងនេះគឺជាផ្លូវដែលយើងត្រូវទៅលេងកន្លែងទូចត្រីអញ្ចឹងណាពុកម៉ែបងប្អូនហើយទីតាំងនេះគឺអែមតែនទៅវាបូករួមជាមួយនឹងខ្យល់បរិយាកាសអីចឹងទៅហើយផ្លូវហ្នឹងនៅចិត្តបរិយានឹងទេហើយនេះខ្ញុំថតផ្លូវឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាខ្ញុំមកនេះគឺមកម្នាក់ឯងទេបាទអូខេត្រឡប់ខ្ញុំដើរលេងតែម្នាក់ឯងទេពុកម៉ែបងប្អូនឥឡូវកម្មជួបគ្នាសកម្មភាពបន្តទៀតព្រោះឥឡូវយើងមកដល់ទីតាំងដែលយើងលេងហើយបាទនៅក្រោយនេះបឹងធំមែនតើចាឥឡូវយើងចាំជួបសកម្មភាពបន្តទៀតហើយខ្ញុំនឹងអាប់ឡូតថែមទៀតចឹងណាបាទតោះយើងធ្វើការយើងមកដល់កន្លែងទីតាំងដែលយើងលេងបាទនៅក្រោយនេះតែម្ដងអញ្ចឹងណាពុកម៉ែបងប្អូនហើយចាំមើលសកម្មភាពខ្ញុំលេងអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំលេងដងគប់ជាមួយនឹងដងវត្តអីអញ្ចឹងទៅណាពុកម៉ែបងប្អូនជាឥឡូវចាំជួបសកម្មភាពបន្តទៀតនៅនៅពុកម៉ែបងប្អូនឥឡូវយើងធ្វើការរៀបដងហើយហើយមិញគឺយើងបានស្ទូចមកប្រើដែរត្រីយើងដាក់ចុះពុកម៉ែបងប្អូនមានចោលអារម្មណ៍អីដងស្ទូចខ្ញុំហ៎អាមុខហ្នឹងមិនមែនដងនេះណាមិនដងវាបោះវាហ្មងណាអាមុខហ្នឹងដងអាស័យតែសារវាបាក់ចុងបាត់ហើយអញ្ចឹងខ្ញុំយកដងអាស័យយកមកតហើយដងអាស័យហ្នឹងអាចដកបានហូតបានអញ្ចឹងដូចគ្នាហ្នឹងការកែច្នៃអញ្ចឹងណាពុកម៉ែបងប្អូនសារតមានលុយទិញដងថ្មីបាននេះជាទីតាំងយើងលេងហ្នឹងពុកម៉ែបងប្អូនទេសភាពកប់សេរីតែម្ដងអញ្ចឹងណាហើយខ្ញុំលេងបានមកផ្លែដែរហ្នឹងបានត្រីមកគួសមដែរអញ្ចឹងណាជួយមើលតែទៀតហ្នឹងអូយទូចត្រីថ្ងៃដំបូងបាទនេះត្រីចេញមកមិនមែនជាប់ភ្នែកជាប់មាត់អីទេបាទអានេះជាប់ពោះតែវីដេអូបាទចេញទូចត្រីថ្ងៃដំបូងអើយសាំមែននេះខែពុកម៉ែបងប្អូននេះត្រីពុកម៉ែបងប្អូនឥឡូវយើងធ្វើការកុយស្ទូចអស់រយៈពេលយូរដែរអញ្ចឹងណាអានេះសកម្មភាពខ្ញុំនឹងមាត់បឹងអញ្ចឹងទៅអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវហ្នឹងយើងចូលដល់ទី2អញ្ចឹងទៅហើយមេឃវិញបាញ់និយាយរកភ្លៀងទៀតនេះបាទរដូវនេះគឺរដូវភ្លៀងតែអញ្ចឹងណាហើយយើងមកបឹងនេះគឺយើងមកអង្គុយលេងអីចឹងទៅហើយនៅខាងនោះអីយើងអាចទៅអង្គុយលេងបានខ្ញុំមិនដែរទៅខាងនោះទេហើយមិនដែរទៅស្ទួយខាងជំនាញខាងនោះអញ្ចឹងណាបងប្អូនអីចឹងណានោះខាងនោះខ្ញុំមិនដែរបានទៅលេងទេអញ្ចឹងទៅមើលទេសភាពទៅគឺស្រស់ស្អាតតែម្ដងអីចឹងណានេះវត្តបរិយាអញ្ចឹងទៅហើយបងប្អូនអាចមកលេងបានទស្សនាអញ្ចឹងទៅហើយបឹងនេះធំណាបឹងប៉ុណ្ណាណៃហើយបងប្អូនអាចមកអង្គុយលេងស្ទួយត្រីអញ្ចឹងទៅណានេះជាប់ម្ដងមកសំណាញ់អីចឹងណាអញ្ចឹងបើចាំស្ទួយអីស្ទួយដៃងាយទេដាក់តាមនេះមកកោក